bạnនេះគឺជាទស្សនវិជ្ជានៅអណ្ដូងស័ក្តិសិទ្ធិឬក៏ហៅអណ្ដូងទឹកផុសដែរបងប្អូនអ្នកស្រុកយើងដែលស្គាល់គ្រប់គ្នាមកដល់ទីក្រុងឬក៏លើក្នុងភ្នំកលែននេះដែលបងប្អូនមានបំណងមកទេសនាគឺនៅអណ្ដូងទឹកផុសឬក៏អណ្ដូងស័ក្តិសិទ្ធិដែលស្ថិតនៅលើខ្នងភ្នំកលែននេះគឺក៏តាមបណ្ដោយដងស្ទឹងលឹង1000បងប្អូនទេសនាខ្ញុំអរគ្នាដូចទៅបាទសត្វនៅកៅគេបើសិនជាជាសោះថាឥឡូវទឹកហ្នឹងវាគេហៅទៅគេអាប្រភេទនេះហ៎ខ្លានៅស្រុកគេគេហៅមានជាតិប្រតទៅជាអីហ៎សត្វនៅអត់កើតទេងាប់អានេះគឺសត្វនៅពេញហ្នឹងគួរជឿឡើងក្តៅយកតិចហងយេមិនចឹងដល់អូនអានៅលើទឹកទៅជាឃើញគេថាតិចអងុទឹកបាយអាំងភ្លើងនេះលុបមកឲ្យកូនបើមកតាដូនអើយកូនចៅសុំតាក់យកទៅថាប្រោះព្រមរងហើយរកទីលក់ដាច់អើយលុបមុខឲ្យជាពីជំងឺអន្តរាយទាំងអស់ទាំងខ្លួនអស់ចាក់លៀបបាយរៀនស្អាតរៀនបកាមុនវាទៅបាយលីតោទៅទីបានមួយទៅក្តៅមែនតាទៅផៃត្រឹមទ្រូងអស់ចាហ៎ឥឡូវយើងធ្វើការពិចារណាដល់គ្នាព្រោះពីក្រោមយើងថាដេកខ្សាច់ទៅតែខ្សាច់នេះវាមើលសខុសគេមែនអត់សព្រោះខ្សាច់មើលអានោះវាមិនខុសពណ៌គ្នាមែនអត់បាទគួរខ្លាំងមែនតាហើយមើលទឹកនេះវាថ្លាជាងទឹកលីយ៉ុងទៅទៀតទឹកហ្នឹងនិយាយលីយ៉ុងបោះសៀមវាថ្លាលើបើថាយើងទឹកប្រើអីគេហៅទឹកប្រតទឹកអីធម្មតាវាមិនសត្វនៅអត់កើតអានេះនៅកើតមើលវាផុសមកឡើងអត់ល្អoriginal អូយហើយឡើងវិញអមនេះអមអាស្រះដំរីណាបងអមស្រះដំរីនៅធ្វើជុំទៅដប់ប្រហែលគីឡូអមនឹងទៅឆ្ងាយស្រិនហ៎ហើយ10គីឡូអីទេ